ម៉ែមានបបពិសោធន៍ជិះឡានពីអ្នកកូននៅខ្ញុំបបពិសោធន៍បើកឡានពីអ្នកកូនហ្នឹងគឺជួបហើយអត់មានជារឿងអីថ្មីសម្រាប់ខ្ញុំទេតែបើសួរខ្ញុំថាខ្ញុំរន្ធត់អត់អូយរន្ធត់ព្រោះអីអត់ដឹងថាលោកកូនគាត់សហការអត់រាល់ពេលគឺរៀងភ័យបពោះដែរហ្នឹងណាតែបើសិនជាសួរខ្ញុំថាជិះឡានពីអ្នកកូនហើយនឹងឲ្យប៉ាប៉ាជូនសុកចិត្តឲ្យប៉ាប៉ាជូនដោយសារតែមានការអីអញ្ចឹងកូនហៅរឿងក៏យើងអាចជួយដោះស្រាយគ្នាបានណានិយាយពីរឿងឡានវិញអ្នកខ្លះគាត់ឃើញកូនឡានតូចអញ្ចេះគាត់ហៅតែក្តឹបឡានថាអូយជាអៀតណាទូចអញ្ចឹងឥឡូវខ្ញុំមកប្រាប់ជាក់ស្ដែងថាតាឡានតូចដូច Leap Motor T03 ហ្នឹងវាជាអៀតអត់អូយចង់ប្រាប់ថាឡាន Leap Motor T03 នេះគឺជាប្រភេទឡានអគ្គិសនីមានចាក់សាំងទេឥឡូវមើលត្រួសហុករៀងគេនៅខាងក្រៅសិនណាពីថារៀងហ្នឹងគឺខ្ជូតហ្មងអានអត់ចាក់សាំងមែនប៉ុន្តែត្រូវសាកថ្មអូយទៅនៅឥឡូវដូចទូរស័ព្ទអញ្ចឹងហើយបើសិនជាឆ្ងល់ថាឡានទូចអញ្ចឹងដាក់អីវ៉ាន់អស់ដែរក្លុបខាងក្រោយគេឃើញក្លុបហ្នឹងកុំថាទូចដាក់អីវ៉ាន់ដាក់អាទិះកូនចូលហើយនិយាយពីផ្នែកខាងក្នុងនៃឡានវិញមើលកន្លែងដាក់អីវ៉ាន់គាត់ហើយនៅកន្លែងដាក់ជើងគាត់គឺស្លាសមរម្យហើយឡានទូចអញ្ចេះជិះក្នុងក្រុងអូយស្រួលមែនតែនជាពិសេសម៉ែត្រូវតណាតណីចិត្តមួយកូនមួយផ្លែតជូនកូនទៅរៀនអីហ្នឹងស្រឡាញ់ខាងក្នុងមែនតែនពណ៌វាភ្លឺល្អហើយជិះឡានពណ៌ភ្លឺចង់ធ្វើ stress ហើយស្ទះចរាចរណ៍ម៉ងពេលខ្លះអ្នកបើកឡានខ្ញុំជឿហ្មង stress ខ្លាំងណាស់ហើយទៅណាមកណាគឺបានលឿនទោះបីជាក្នុងស្ថានភាពផ្លូវតូចចង្អៀតមិនក៏ដោយក៏យើងទៅបានស្រួលដែរទោះបីជាមកដល់ផ្លូវចង្អៀតផ្លូវតូចក៏យើងអាចជិះគ្នាបានយ៉ាងស្រួលតែម្ដងនេះគុណសម្បត្តិនៃឡានតូចរបៀបថាស៊ីផុយហ្មងអត់មានឲ្យយើងពិបាកចិត្តពិបាកសេរីអីច្រើននេះអញ្ចឹងធ្វើឲ្យការធ្វើដំណើររបស់យើងវាទៅមុខបានយ៉ាងរលូនបើនិយាយពីសំឡេងរបស់ឡាន Leap Motor T03 វាស្ងាត់ល្អមែនតើដោយសារតែវាជាប្រភេទឡានអគ្គិសនីអញ្ចឹងវាស្ងាត់ល្អអត់រំខានយើងទេបើនិយាយពីកាមេរ៉ាយ៉ែខយវិញអូយច្បាស់ល្អហើយមានកនូវវត្ត guiding ឲ្យយើងងាយស្រួលយ៉ែទៀតនេះសាកសមហើយអ្នកទៅមិនចេះបើកឡានដបងធូពេលបើកក៏អត់សូវមានអារម្មណ៍ខ្លាចអ្នកមានកូនតូចដូចខ្ញុំណារកឲ្យអាកន្លែងដាក់ដបដោះគោដាក់ដបទឹកឲ្យកូនហ្នឹងហើយអាឡាននេះឃើញទូចចឹងមែនប៉ុន្តែសបោកន្លែងដាក់អីវ៉ាន់ណាអញ្ចឹងពេលយកកូនទៅដើរផ្សារទិញអីវ៉ាន់សារទៅនើបអីអញ្ចឹងបាច់ភ័យខ្លាចថាមកឡានទូចអញ្ចឹងទៀតមានកន្លែងដាក់អីវ៉ាន់នេះអានេះអាក្លុបមុនហ្នឹងដែលខ្ញុំប្រាប់ថាអាចដាក់រទេះរុញកូនក៏បានដាក់អីវ៉ាន់ shopping យើងក៏បានហ្នឹងហើយថែមជាមួយនឹងអីវ៉ាន់ផ្សេងទៀតហ្នឹងគឺដាក់បានយ៉ាងច្រើនហ្មងអញ្ចឹងកុំថាឡានតូចអញ្ចឹងអត់មាន space ដាក់អីវ៉ាន់អូអត់ខ្វះ space ដាក់ទេសម្រាប់គ្រួសារដែលចង់ធ្វើដំណើរនៅក្នុងក្រុងមានកូនតូចអីហើយស្រឡាញ់ឡានតូចក៏អាចជ្រើសរើស Leap Motor T03 នឹងបានដែរហើយបើប្តីខ្ញុំវិញមានធំណាបើកឡានហ្នឹងទៅដៃទៅជើងអីអត់ទេអត់មានទៅដៃទៅជើងអីទេគឺថាមក comfort គាត់ហ្មងតែបើដូចខ្ញុំមនុស្សសាយអត់មានបញ្ហាអីទាំងអស់ឡាថេងងាយស្រួលបើកទៀតនិយាយរួមទៅឡានអគ្គិសនីមែនទំហំតូចមែនប៉ុន្តែអត់ឲ្យយើងចង្អៀតទេនិយាយរួមទៅសូមតសារ design ឡានហ្នឹងហ្មងទោះបីជាយើងប្រើជាលក្ខណៈគ្រួសារឬមួយក៏អូនក្មេងៗដែលតែរៀនចង់ប៉ាចង់រកឡានឲ្យក៏ប្រើប្រាស់បានដែរហើយអ្វីដែលកាន់តែពិសេសទៀតហ្នឹងគឺខ្ញុំបានដឹងថាខាង Leap Motor នឹងកាដូឡាន Leap Motor T03 ដែលតម្លៃវា 14,000 ជាងឲ្យទៅកូនសិស្សទេសដែលនឹងទទួលបានពិន្ទុខ្ពស់ជាងគេដាក់ហើយក៏រំភើបដែរហើយបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់ចង់ដឹងពីឡានអគ្គិសនីនេះបន្ថែមអាចតាក់ទងទៅកាន់ខាង Leap Motor ផ្ទាល់បានហើយឡាននេះតម្លៃ 14,000 ជាងមួយនឹង promotion ថែម iPhone 6 ទៀតកុំច្រឡំថាខ្ញុំនឹងអ្នកលក់ឡានណាខ្ញុំគាត់ចែករំលែកនៅអ្វីដែលល្អស្រួលប្រើតែប៉ុណ្្នឹងឯង